ខ្ញុំសុខចិត្តចំណាយពេលមួយជីវិតដើម្បីឈោងចាប់ក្តីស្រមៃទាំងយប់ទាំងថ្ងៃព្រោះប្រហែលជាខ្ញុំគ្រាន់តែចង់ស្រមៃឲ្យធំជាងនេះឲ្យកាន់តែខ្ពស់ទៅតតែខ្ញុំធ្វើបានសម្រេចដូច្នេះខ្ញុំទៅហើយជីភ័យឆនកាលនោះបងចាក់ចេញពីអូនភ្លាមហើយរៀបការភ្លាមបែបនេះមិនអាចប្រាប់អូនបានបងមិនដឹងថារឿងនោះคล้ายជាវិបត្តិផ្លូវចិត្តរបស់អូនទេសុំទោសមិនអីទេរឿងកន្លងហួសអស់ហើយមើលចុះបងមិនមែនរងចាំអូនទេមែនហើយប៉ុន្តែបើមិនមែនដោយសាររឿងការនោះប្រហែលជាអ្នកមីងរកខ្ញុំមានការអីដែរអាលីមីងដឹងថាក្មួយនឹងភ័យឆនល្អនឹងគ្នាតាំងពីតូចមីងក៏ដឹងថាភ័យឆនចូលចិត្តក្មួយដែរប៉ុន្តែអ្នកមីងប៉ុន្តែយ៉ាងម៉េចមីងសុំអង្វរក្មួយឲ្យចាក់ចេញពីភ័យឆនទៅភ័យឆនគឺជាអ្នកកាន់អំណាចតែមួយគត់របស់ត្រកូលជីក្មួយក៏ជាអ្នកបន្តវេនតែមួយគត់របស់ត្រកូលជាងដែរបន្ទុកលើខ្លួនអ្នកទាំងពីរធ្ងន់ធ្ងរណាស់បើរៀបការវានឹងពាក់ព័ន្ធនឹងផលប្រយោជន៍របស់គ្រួសារទាំងពីរអាពាហ៍ពិពាហ៍បែបនេះនឹងមិនមានលទ្ធផលល្អទេអ្នកមីងខ្ញុំនឹងភ័យឆនពួកយើងទាំងពីរនាក់គ្មានបញ្ហាអ្វីនឹងគ្នាទេឪពុករបស់ភ័យឆននិងមីងកាលនោះក៏ស្រឡាញ់គ្នាដូចក្មួយនឹងភ័យឆនដែរប៉ុន្តែឥឡូវនេះប្រើពាក្យសម្ដីមិនល្អដាក់គ្នាស្អប់គ្នាទៅវិញទៅមកមីងមិនចង់ឲ្យភ័យឆនដើរតាមកន្លងចាស់របស់ពួកយើងទេអាលីមីងនៅសល់ពេលតែ3ខែទៀតទេដើម្បីរស់មីងសង្ឃឹមថាក្មួយអាចយល់ព្រមតាមសំណើនេះជីភ័យឆនកាលពីមុនខ្ញុំខុសហើយទៅថ្ងៃមុខខ្ញុំចង់ត្រឡប់ទៅនៅក្បែរបងវិញ